អន្ទាក់នៃភាពចិត្តល្អពាក្យចាស់លោកពោលថាចិត្តល្អក្រខ្លួនភាពចិត្តល្អគឺជាគុណធម៌ដ៏ប្រពៃមួយដែលមនុស្សគ្រប់គ្នាគួរមាននិងតែងត្រូវសង្គមផ្ដល់តម្លៃប៉ុន្តែតើអ្នកធ្លាប់សួរទេថាពេលខ្លះភាពចិត្តល្អរបស់ខ្លួនឯងកំពុងតែមកធ្វើបាបអ្នកវិញអត់នៅពេលដែលយើងតែងតែខ្វាយខ្វល់ពីអ្នកដទៃផ្ដល់ជំនួយដោយមិនចេះបដិសេធនិងសុខចិត្តលះបង់សេចក្តីសុខដើម្បីគប់ចិត្តគេពេលនោះហើយដែលភាពចិត្តល្អបានคล้ายទៅជាអន្ទាក់នេះមិនត្រឹមតែធ្វើឲ្យយើងហត់នឿយទាំងផ្លូវកាយនិងផ្លូវចិត្តប៉ុណ្ណោះទេតែក៏វាធ្វើឲ្យយើងបាត់បង់តម្លៃនិងពេលវេលាសម្រាប់ខ្លួនឯងបន្តិចម្ដងផងដែរខ្ញុំនឹងលើកយកហេតុផលមួយចំនួនដើម្បីទប់ជាការរំលឹកស្មារតីដល់អ្នកដែលតែងតែលះបង់ដើម្បីអ្នកដទៃឲ្យងាកមកស្រឡាញ់ដាក់ព្រំដែននិងថែរក្សាបេះដូងខ្លួនឯងវិញម្ដងចិត្តល្អមិនអាចល្អរហូតដល់មិនហ៊ានបដិសេធទេយើងត្រូវតែរៀនឆ្លើយថាទេចុងក្រោយយើងនឹងក្លាយទៅជាមនុស្សដែលហត់នឿយបំផុតជួយមនុស្សគ្រប់គ្នាកុំភ្លេចជួយខ្លួនឯងពេលវេលារបស់យើងក៏បាត់បង់បន្តិចម្ដងស្ដាប់រឿងរហូតដល់អស់ហត់ចិត្តតែថ្ងៃខ្លះយើងគ្រាន់តែត្រូវការភាពស្ងប់ស្ងាត់សម្រាប់ខ្លួនឯងដែរចេះតែយល់ព្រមគ្រប់យ៉ាងដើម្បីកុំឲ្យអ្នកណាខូចចិត្តប៉ុន្តែជ្រៅទៅអ្នកដែលខូចចិត្តគឺយើងខ្លួនឯងពាក្យថាមិនអីដែលនិយាយញឹកញាប់ពេកគឺធ្វើឲ្យអ្នកដទៃគិតថាយើងអាចទទួលយកបានគ្រប់យ៉ាងមនុស្សខ្លះស៊ាំនឹងភាពចិត្តល្អរបស់យើងរហូតភ្លេចថានោះគឺជាការលះបង់ភាពចិត្តល្អដែលគ្មានព្រំដែនច្រើនតែធ្វើឲ្យអ្នកដទៃមើលមិនឃើញតម្លៃយើងខ្លាចគេមើលមកថាយើងជាមនុស្សមិនល្អទើបយើងចេះតែយល់ព្រមសូម្បីតែរឿងដែលយើងធ្វើឲ្យយើងមិនចង់ធ្វើការលាក់ទុកអារម្មណ៍តែម្នាក់ឯងធ្វើឲ្យបេះដូងយើងកាន់តែធ្ងន់ឡើងជួនកាលការជួយអ្នកដទៃជ្រុលពេកក៏ធ្វើឲ្យអ្នកដទៃមិនចាំបាច់ទទួលខុសត្រូវលើជីវិតខ្លួនឯងមនុស្សចិត្តល្អច្រើនតែត្រូវបានសុំជំនួយជាញឹកញាប់រហូតពេលខ្លះសឹងតែគ្មានពេលដកដង្ហើមការនៅស្ងៀមដើម្បីរក្សាបរិយាកាសពេលខ្លះក៏ធ្វើឲ្យអារម្មណ៍ខ្លួនឯងត្រូវបាត់បង់ចិត្តល្អមិនមែនមានន័យថាត្រូវយល់ព្រមគ្រប់យ៉ាងនោះទេការយល់ចិត្តគួរតែមកជាមួយព្រំដែនការបដិសេធក៏មិនមែនជាភាពអាត្មានិយមដែរប៉ុន្តែវាគឺជាវិធីក្នុងការរក្សាខ្លួនឯងអ្នកដែលមើលឃើញតម្លៃនៃចិត្តល្អរបស់យើងនឹងមិនយកវាមកធ្វើជាឱកាសដើម្បីគេចំណេញឡើយភាពចិត្តល្អពិតប្រាកដមិនមែនធ្វើបាបខ្លួនឯងទេប៉ុន្តែវាមានតុល្យភាពទាំងសងខាងហើយការនិយាយដោយត្រង់ដោយសុភាពនៅទៅជាភាពចិត្តល្អមិនបាច់រឹងរូសឬសម្ដីអាក្រក់ក៏ប៉ុន្តែច្បាស់លាស់ចិត្តល្អបានតែភ្លេចចិត្តល្អដាក់ខ្លួនឯងផងព្រោះយើងខ្លួនឯងក៏សំខាន់ដូចគ្នាចិត្តល្អខុសមនុស្សគឺធ្វើឲ្យយើងបាត់បង់ធម៌ពលទៅហើយអារម្មណ៍របស់យើងនឹងទទួលបានមកវិញនូវការជឿចាប់អភ័យទោសឲ្យគេងាយពេកក៏គេហ៊ានធ្វើកំហុសដដែលដោយមិនខ្វល់ពីអារម្មណ៍យើងញញឹមទាំងក្នុងចិត្តកំពុងឈឺចាប់វាគឺជាការធ្វើបាបខ្លួនឯងយ៉ាងមើលប្រកបព្រោះយើងបដិសេធកាប់ដាក់អ្នកដទៃជាអត្តភាពជានិច្ចមានន័យថាយើងកំពុងតែស្ថិតនៅដីរីងចុងក្រោយភាពចិត្តល្អភាពចិត្តល្អពិតប្រាកដមិនតម្រូវឲ្យយើងលះបង់តែក្តីខ្លួនឯងឡើយទីយាមជួសជុលបញ្ហាអ្នកដទៃរហូតធ្វើឲ្យយើងខ្លួនឯងរញ៉េរញ៉ៃវាជារឿងដែលមិនសមហេតុផលការយល់ព្រមទាំងបង្ខំចិត្តមិនមែនជាភាពចិត្តល្អនោះទេប៉ុន្តែវាជាអន្ទាក់ដែលយើងបង្កើតឡើងខ្លួនឯងមនុស្សដែលខ្វល់ពីយើងពិតប្រាកដនឹងគិតគូរពីអារម្មណ៍របស់យើងជាការកេងចំណេញអំពីភាពចិត្តល្អរបស់យើងមិនអាចផ្ដល់ឲ្យគេពេលខ្លួនឯងទៅស្អាតនោះទេត្រូវបំពេញសេចក្តីសុខនិងថែរក្សាខ្លួនឯងជាមុនសិនការពារធម៌ពលបេះដូងខ្លួនឯងព្រោះមិនមែនគ្រប់គ្នាសុទ្ធតែស័ក្តិសមនឹងទទួលបានភាពចិត្តល្អរបស់អ្នកឡើយចិត្តល្អឬការធ្វើល្អជារឿងដែលល្អតែត្រូវចិត្តល្អប្រកបដោយមានបញ្ញាទើបមិនក្តៅក្រហាយដល់ខ្លួនឯងនិងអ្នកដទៃ